ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកឆ្លើយនៅខមមិនដែលគាត់សួរខាងលើនេះណាចាក៏សួរអំពីខ្សែមហិច្ឆតាណាចាខ្សែមហិច្ឆតាគឺវានៅក្រោមចាទួលប្រហោះគឺបែបនេះចានេះខ្សែជីវិតរបស់គាត់ចាបន្ទាប់មកក៏ខ្សែខួរក្បាលខ្សែមហិច្ឆតានេះគឺវាដោះនៅលើខ្សែខួរក្បាលរបស់យើងនឹងឯងណាចាមានតម្រងត្រង់បាញ់ទៅលើទួលប្រហោះបែបនេះណាចាហើយគាត់សួរថាមានការ៉េជួបនៅបែបហ្នឹងទៀតណាចាមានការ៉េជួបអែបនឹងទៀតណាចាបើសិនជាមានតម្រងបែបហ្នឹងគឺមានន័យថាម្ចាស់បាត់ដែរគឺរាល់ការគិតរបស់គាត់ណាមហិច្ឆតារបស់គាត់ចង់បានអីគាត់តស៊ូរមែងតែបាននឹងជោគជ័យបើសិនជាមានចាភ្នែកឋានសួគ៌នៅលើមេដៃទៀតកាន់តែល្អម្ចាស់បាត់ឯងធ្វើអីក៏ជោគជ័យដែរហើយការជោគជ័យរបស់គាត់នឹងគឺរមែងនឹងទទួលបានទ្រព្យសម្បត្តិទទួលអីដែលគាត់ចង់បាននឹងឯងតែវាមានចាលក្ខណៈពិសេសមួយទៀតចាអ្នកដែលមានខ្សែទ្រព្យសម្បត្តិបែបនេះណាចាការ៉េដែលនៅក្រោមទួលប្រហោះបែបនេះហើយច្រើនបែបនេះតែអត់មានខ្សែមហិច្ឆតាទេអញ្ចឹងបានន័យថាមនុស្សនឹងទោះបីជាអត់ខំប្រឹងប្រែងក៏ដោយចាក្នុងកិច្ចការងារគាត់រមែងតែបានសម្រេចនិយាយរួមគឺមានបុណ្យរបស់គាត់ជួយហើយដែលធ្វើឲ្យខ្សែការ៉េនឹងគឺវាមានច្រើនហ្នឹងគឺសំដៅទៅលើទ្រព្យសម្បត្តិរបស់គាត់នឹងឯងណាតែមួយទៀតខ្ញុំចង់ចែករំលែកមួយទៀតអំពីថង់ខ្ចប់មានខ្ចប់ប្រាក់ដែលសល់លុយច្រើនណាចានេះចាខ្សែវាសនាចាភ្ជាប់ជាមួយនឹងចាខ្សែខួរក្បាលចាភ្ជាប់ជាមួយនឹងខ្សែចំនួនចាបង្កើតបានជាត្រីកោណកដាលបាត់ដៃបែបនេះចាត្រីកោណដែលមានទម្រង់ធំចាហើយខ្សែចំណូលក៏ធំចាហើយខ្សែចំណេញដែលនៅក្នុងដៃលុយដែលសល់ក្នុងដៃមានទំហំធំបែបនេះចារមែងតែជាអ្នកដែលធូរធារជាអ្នកមានណាចានៅក្នុងនេះគឺវាមានចាត់ចែងចាទ្របនៅក្នុងហ្នឹងព្រោះបាត់ដៃនេះខ្សែនៅក្នុងទួលប្រហោះឬក៏ទួលទ្រព្យសម្បត្តិរបស់គាត់គឺអត់មាននៅទ្រព្យសម្បត្តិនៅក្នុងហ្នឹងទេប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់គឺនៅក្នុងចាថង់ឆាប់នេះចាប់ប្រាក់វិញដោយសារគាត់បានដោយសារបនចាស់របស់គាត់ជួយចាអញ្ចឹងគឺវាចាត់បែបនេះចាមានការ៉េចាការ៉េហ្នឹងគឺតំណាងឲ្យផ្ទះរបស់គាត់អីជាដើមលុយកាក់គាត់ជាដើមក្រុមហ៊ុនគាត់ជាដើមគឺនៅក្នុងហ្នឹងណាដូចខ្ញុំគួរឲ្យមើលនេះចាថង់ឆាប់នេះចាប់ប្រាក់ដែលមានតម្រងបែបនេះគឺល្អណាបងប្អូនគឺបានន័យថាគាត់នឹងគឺមានសម្ពាធបនចាស់ច្រើនមែនទែនតកតងទៅនឹងអាមីស្ទៀនរបស់គាត់ចាតកតងនឹងទ្រព្យសម្បត្តិរបស់គាត់ណាចាដែលគាត់ធ្វើបនតកតងនឹងពូជហ្នឹងដែលធ្វើឲ្យជាតិនេះគាត់ទទួលបានច្រើនតកតងនឹងទ្រព្យសម្បត្តិហ្នឹងគឺគាត់មិនខ្វះអញ្ចឹងណាចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើវីដេអូបង្ហាញអំពីចាខ្សែលក្ខណៈបាត់ដៃអ្នកដែលចាធ្វើការតកតងមន្ត្រីរាជការក៏បានតំណែងធំចារកស៊ីក៏ល្អទៅទៀតដោយសារតែមានសម្ពាធបនចាស់ច្រើនណាចាខ្សែនេះគឺវាកើតចេញអំពីខ្សែវាសនាព្រះអាទិត្យបែបនេះចានិងខ្សែវាសនាដែលដុះមកចានៅចាទួលសៅនេះណាចាអញ្ចឹងចាទួលសៅនិងទួលព្រះអាទិត្យចាក៏មានខ្សែវាសនាមួយចាមកភ្ជាប់គ្នាចាកើតចេញទៅជាចាសញ្ញាអក្សរ X បែបនេះណាចាបង្កើតទៅចេញជាសញ្ញាអក្សរ X បែបនេះមានន័យថាចាមានកម្លាំងខ្លាំងចាគឺម្ចាស់បាត់ដៃនឹងទទួលបានផលនៃទួលទាំងពីរហ្នឹងចាគឺទទួលបានទាំងចាតំណែងចាកិត្តិយសគេឈ្មោះចាតកតងនឹងលុយកាក់គឺចូលមកទន្ទឹមគ្នាតែម្ដងណាហើយគាត់ក៏មានចាសញ្ញាផ្កាយនៅក្រោមទួលប្រហោះដែរណាចាសញ្ញាផ្កាយនៅក្រោមទួលប្រហោះបែបនេះណាខ្ញុំឲ្យមើលចាគឺអ្នកដែលមានចាសញ្ញាផ្កាយឬផ្កាច័ន្ទនៅក្រោមទួលប្រហោះបែបនេះមានន័យថាបុគ្គលនោះគឺបើសិនជាធ្វើការតាក់ទងនឹងមន្ត្រីរាជការគឺនឹងបានតំណែងធំមួយលំដាប់ថ្នាក់ដឹកនាំខ្ពស់ចាគឺល្អមែនទែនបាត់ដៃនេះនិយាយរួមរោស៊ីក៏ល្អចាធ្វើការងារតាក់ទងមន្ត្រីរាជការក៏នឹងបានតំណែងធំល្អទៅទៀតណាចាគ្រាន់តែថាមុខតំណែងចានឹងលុយកាក់ដែលខ្ញុំប្រាប់ថាគាត់នឹងទទួលបានហ្នឹងចាមិនទទួលបានពេញ 100% ទេដោយសារនៃទម្រង់ឆ្អឹងដៃរបស់គាត់ចាមិនស្អាតណាចាមិនធំចាហើយក៏មិនស្មើស្អាតចាវាមានវាចអីចឹងទៅចាហើយក៏មានចាចន្លោះចាគេហៅថាចន្លោះហូរលុយកាក់ណាចានៅប្រឡោះរវាងទួលប្រហោះចានិងទួលសៅរវាងនឹងទួលអាទិត្យចាវាមានចន្លោះនៅត្រង់ហ្នឹងអញ្ចឹងចាតម្រូវឲ្យបុគ្គលចាជាម្ចាស់បាតដៃឧបកិច្ចដោយការបំពាក់ចិញ្ចៀនចានៅម្រាមដៃកណ្ដាលហ្នឹងដើម្បីទប់ចន្លោះហូរលុយហ្នឹងណាចាហើយអសាធ្វើបុណ្យណាមិនឧបកិច្ចថាអត់ធ្វើបុណ្យទេណាចាអសាធ្វើបុណ្យចាអសាដាក់ទានអីជាដើមណាចាគឺនឹងជួយទៅដល់ម្ចាស់បាតដៃហ្នឹងឲ្យកាន់តែប្រសើរឡើងទ្វេណា